សូមក្រាបនមស្ការចំពោះជុំបីនៅវិត្រៃរដ្ឋមានពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដែលជារតនៈដ៏ដងឧត្តមសាគង់ពួងផុសក្នុងលោកហើយសូមក្រាបនមស្ការចំពោះកណ្ណាលោកម្ចាស់គ្រប់ព្រះអង្គសូមចម្រើនពរចំពោះញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាថ្ងៃហ្នឹងមកលើយើងពីពាក្យថាបរាជ័យនឹងបន្តិចនៅក្នុងសេចក្តីថាពាក្យថាបរាជ័យមួយម៉ាត់គឺថាយើងធ្វើកិច្ចការងារអ្វីមួយក៏មិនតែបានសម្រេចទេញោមចឹងដូចជាពាក្យចាស់លោកពោលថាពាក្យថាបរាជ័យនឹងទុកដូចជាមេរៀនប្រចាំជីវិតមនុស្សគ្រប់រូបចឹងដូចយើងចង់ធ្វើអ្វីមួយប៉ុន្តែធ្វើទៅវាមិនតែបានសម្រេចតែបានសម្រេចនៅកិច្ចការងារដែលយើងត្រូវធ្វើហ្នឹងណាដូចជាការងារក៏មិនតែបានសម្រេចរឿងស្នេហាហ្នឹងក៏មិនតែបានសម្រេចដែរបើអញ្ចឹងនៅក្នុងពាក្យថាបរាជ័យមួយម៉ាត់ពុទ្ធក៏ព្រះអង្គសម្ដែងដែរវាមិនមែនថាបរាជ័យថ្ងៃនេះថ្ងៃក្រោយវាអត់សម្រេចកិច្ចការងារទេអញ្ចឹងបានឲ្យព្យាយាមកិច្ចការងារអ្វីមួយវាមិនត្រូវតែមានការព្យាយាមព្រោះដោយកិច្ចការរៀនសូត្រអញ្ចឹងញោមបើយើងគិតថាបរាជ័យថ្ងៃនេះហើយថ្ងៃក្រោយមកយើងឈប់ធ្វើវាឬក៏យើងឈប់ព្យាយាមធ្វើនៅកិច្ចការងារនោះអញ្ចឹងនៅក្នុងកិច្ចការងារទាំងអស់ហ្នឹងវាអត់ដែលជួបការងារណាដែលបានសម្រេចទេព្រោះវាអត់មានការព្យាយាមគិតតែបរាជ័យថ្ងៃហ្នឹងហើយថ្ងៃក្រោយឡើងលែងធ្វើតែម្ដងយើងត្រូវគិតថាការងាររបស់យើងអ្វីមួយក៏ដោយហើយតែយើងធ្វើបើយើងអត់មានការព្យាយាមការងារនឹងបរាជ័យដូចរៀនចឹងយើងគិតថារៀនអក្សរសាស្ត្រឬក៏មុខវិជ្ជាអ្វីយើងគិតថាវាពិបាកពេកយើងអស់ការព្យាយាមចឹងយើងរុញវាចោលយើងច្រានវាចោលយើងឈប់ធ្វើវាអាហ្នឹងដែលមានឈ្មោះថាបរាជ័យបរាជ័យប្រចាំជីវិតណាអញ្ចឹងខំប្រឹងតស៊ូញោមទាំងអស់គ្នាខំប្រឹងតស៊ូបរាជ័យថ្ងៃនេះវាមិនមែនថ្ងៃក្រោយយើងបរាជ័យទៀតទេយើងឲ្យមានសេចក្តីព្យាយាមអញ្ចឹងទៅព្យាយាមយូរទៅបានសម្រេចតែម្ដងបងអញ្ចឹងប៉ុណ្ណឹងអាត្មាចូលរួមប៉ុណ្ណឹងសូមអនុមោទនា